សេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានអំពីស្ថានភាពបច្ចុប្បន្នកម្ពុជាថៃនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីថ្ងៃច័ន្ទ22 2025នេះសម្ដេចធិបតីហ៊ុនម៉ាណែតបានបង្ហោះអំពីកិច្ចប្រជុំលទ្ធផលក៏ប៉ុន្តែសុទ្ធតែជាភាសាអង់គ្លេសអញ្ចឹងយើងអត់ដឹងថាបកប្រែថាម៉េចទេដូច្នេះថ្ងៃនេះខ្ញុំនឹងប្រាប់ពីវិធីបកប្រែពីរូបថតឲ្យចេញជាភាសាខ្មែរទាំងអស់គ្នាជាដំបូងបងប្អូនចុច save រូបថតនឹងសិនមកបងប្អូន save 1បងប្អូន save 2ហើយបន្តមកបងប្អូនត្រូវប្រើ app Gemini បងប្អូនអរគ្នានេះ Gemini នេះបងប្អូនចូល Gemini មកបន្តមកកន្លែងនេះបងប្អូនចុះឈ្មោះហើយបងប្អូនគ្រាន់តែចុច add កន្លែងនេះនៅពេលដែលប្រើបានហើយ add ចុច photo បន្តមកបងប្អូនជ្រើសរើសពីរស្លឹកកំបាញ់មិញអញ្ចឹងពីរស្លឹកហ្នឹងខ្ញុំចុច tick មកបងប្អូនគ្រាន់តែសរសេរអក្សរដាក់ថាបកប្រែជាភាសាខ្មែរអញ្ចឹងបងប្អូនបញ្ជូនទៅអញ្ចឹងប្រហែលជាតែមួយសន្ទុះទេវានឹងបកប្រែអូតូម៉ាទិកជាភាសាខ្មែរហើយច្បាស់ទៀតបងប្អូនអរគ្នាអញ្ចឹងបងប្អូនអាចទៅសាកធ្វើបានអញ្ចឹងបើសិនជាបងប្អូនធ្វើបានហើយសូមបងប្អូនខមមិនខាងក្រោមប្រាប់ខ្ញុំផង